លុយនិងពេលវេលាវាមានតម្លៃខុសគ្នាលុយនៅក្នុងកាបូបយើងនៅដឹងថាវាសល់ប៉ុន្មានតែពេលវេលាយើងមិនធ្លាប់ដឹងទាល់តែសោះថាវានៅច្រើនតិចប៉ុណ្ណាអញ្ចឹងហើយកុំភ្លេចប្រើពេលវេលាដែលនៅសល់ឲ្យមានតម្លៃនិងមានក្តីសុខជាទីបំផុតដើម្បីថ្ងៃមួយនៅពេលយើងងាកគិតនឹកមើលមិនសោកស្ដាយនៅអ្វីដែលបានធ្វើក្នុងពេលវេលាកន្លងមកអូខេពេលបានទុកយើងទៅមក6ម៉ឺនអត់មកអត់ដល់